ការផ្លាស់ប្ដូរឋានៈសេដ្ឋកិច្ចរបស់វៀតណាមទៅជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ2040គឺជាប្រធានបទមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិវៀតណាមបានបង្ហាញនូវការបដិញ្ញាចិត្តខ្ពស់តាមរយៈការតាក់ទាញវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់តែនេះជាកត្តាចម្បងក្នុងការប្រែក្លាយប្រទេសនេះឲ្យទៅជាមជ្ឈមណ្ឌលផលិតកម្មសកលជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្មការពង្រីកបណ្ដាញផ្លូវថ្នល់និងផែសមុទ្រព្រមទាំងការប្រើប្រាស់កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេមើលឃើញថាមានល្បឿនលឿនជាងប្រទេសជិតខាងមួយចំនួននៅពេលប្រៀបធៀបជាមួយប្រទេសថៃដែលជាអ្នកនាំមុខគេក្នុងតំបន់ជាយូរមកហើយនោះគេសង្កេតឃើញថាវៀតណាមកំពុងកាត់បន្ថយគម្លាតបានយ៉ាងឆាប់រហ័សខណៈដែលថៃកំពុងប្រឈមនឹងបញ្ហាសង្គមវ័យចំណាស់និងកង្វះកម្លាំងពលកម្មវៀតណាមវិញកំពុងពង្រីកទីផ្សាររបស់ខ្លួនតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទោះជាយ៉ាងណាក៏ដោយដើម្បីសម្រេចបានគោលដៅនេះវៀតណាមនៅតែត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនរួមមានការថែរក្សាបរិស្ថានការបង្កើនសមត្ថភាពបច្ចេកវិទ្យានិងការពង្រឹងសហគ្រាសក្នុងស្រុកឲ្យមានភាពរឹងមាំការឈានឆ្ពោះទៅរកប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2040នឹងមិនត្រឹមតែជាការផ្លាស់ប្ដូរមុខមាត់របស់វៀតណាមប៉ុណ្ណោះទេប៉ុន្តែវានឹងនាំមកនូវការផ្លាស់ប្ដូរតុល្យភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ